Hello មកមកតាអរគ្នាថ្ងៃនេះខ្ញុំចង់មកណែនាំមកមកតាអរគ្នាជាមួយនឹងរ៉ូបខ្លីៗប្រហែលឈុតដែលសម្រាប់ចូលរួមកម្មវិធីពេលល្ងាចឬក៏ខូបកណាតឬក៏ជប់លៀងអីផ្សេងៗណាអញ្ចឹងបងបងឃើញរ៉ូបនៅក្រោយខ្នងខ្ញុំអីអញ្ចឹងតិចទៀតខ្ញុំនឹងយករ៉ូបខ្លះជូនជូនមកមកតាអរគ្នាមើលអញ្ចឹងចាំមើលតាអរគ្នាថាមានម៉ូដអីគេខ្លះដែលណែនាំជូនបងបងរឿងមិនឈុតហើយខ្ញុំនឹងឡម៉ូដហ្នឹងជូនមកមកតាអរគ្នាមើលហើយ detail ជូនមកបងតោះទៅមើលទាំងអស់គ្នាបងset ទី1ជាប្រភេទអាវសពុតដាច់ពណ៌ស្វាយមុតមែនតែនជាមួយនឹងស្បែកប្លីងមើលមកភ្លឺស្អាតតាក់ទាញមែនតែនមកតាអស់គ្នាជាមួយនឹងបងណាដែលគាត់ចង់បានម៉ូដមើលមកបែប cute និងពាក់មកឃើញក្មេងជាងវ័យមកតាអស់គ្នាអាចជ្រើសរើសជាមួយនឹងមួយឈុតនេះបានចូលមកដល់រ៉ូបពណ៌មាសនេះម្ដងជាមួយនឹងពណ៌មាសស្រាលស្រទន់ស្អាតមែនតែនបងហើយសម្រាប់ពណ៌នេះដែរសម្រាប់បងដែលមាន natural tone ឬក៏ warm tone ជ្រើសរើសពណ៌នេះគឺត្រូវហ្មងសម្រាប់ម៉ូដនិងសាច់ខណៈដែល design ឡើងវិញមើលមកបែប elegant និងថ្លៃថ្នូរមែនតែនហើយសម្រាប់ម៉ូដវិញអត់ sexy ពេកទេអញ្ចឹងបងអាចជ្រើសរើសជាមួយនឹងម៉ូដនេះបានចូលមកដល់រ៉ូបទី3នេះម្ដងសម្រាប់បងដែលគាត់ជាកូនក្រមុំក៏គាត់អាចជ្រើសរើសជាមួយនឹងម៉ូដនេះបានដូចគ្នាបងអាចជ្រើសរើសម៉ូដនេះសម្រាប់ក្នុងកម្មវិធីបងត្រូវការហួមអីជាមួយនឹងម៉ូដនេះដឹងតែងាយស្រួលសម្រាប់បងហ្មងរ៉ូបនេះធ្វើឡើងគឺពិនិត្យមែនតើបងយើងធ្វើការដិននៅតួខ្លួនខាងលើនិងចាប់ម៉ូដផ្កាកលាបនៅតួខ្លួនខាងក្រោមចឹងសម្រាប់បងណាដែលគាត់កំពុងតែស្វែងរករ៉ូបសម្រាប់ចូលរួមកម្មវិធីឬក៏ប្រភេទអាវប៉ាក់សពុតបត់និងអាវសផ្សេងដែលមានជាច្រើនម៉ូដទៀតបងអត់ចង់ចំណាយពេលសម្រាប់ការកំងកាត់រងចាំយូរបងតាអរគ្នាអាចជ្រើសរើសមកមើលសម្លៀកបំពាក់នៅខាង Laura Fashion យើងបានព្រោះថាសម្រាប់ការសេរីបញ្ចេញបញ្ចូលវិញគឺអត់ចំណាយពេលយូរទេហើយយើង free សេរីបញ្ចេញបញ្ចូលជូនបងរយៈពេលកន្លះឆ្នាំពេញតែម្ដងអញ្ចឹងសម្រាប់បងដែលកំពុងតែមានតម្រូវការរ៉ូបចូលរួមកម្មវិធីបងកុំភ្លេចជាមួយនឹង Laura Fashion